បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលក្នុងថ្ងៃនេះដែរគឺយើងទទួលដំណឹងមួយដ៏រីករាយមែនទែនណាពីកងកម្លាំងរបស់យើងទាំង18រូបណាពីសំណាក់ទាហានវីរៈកងទ័ពរបស់យើងទាំង18រូបដែលក្រុមទាហានរបស់ថៃបានចាប់យកទៅប្រទេសថៃកំឡុងពេលមានបញ្ហាវិវាទព្រំដែនជាមួយគ្នានោះឥឡូវនេះគឺយើងដឹងព័ត៌មានច្បាស់ការ 100% ហើយបងប្អូនគឺថាពួកគាត់នឹងត្រូវបញ្ជូនមកកាន់ប្រទេសកម្ពុជារបស់យើងក្នុងរយៈពេលដ៏ខ្លីណាខាងមុខនេះហើយយើងឃើញនៅក្នុងវីដេអូមួយនេះផងដែរគឺយើងឃើញថាពួកគាត់គឺមានសុខភាពល្អទេណាពួកគាត់នឹងមានសុខភាពល្អទេយើងពិតជាត្រេកអរមែនទែនពេលដែលដឹងពីសុខទុក្ខរបស់កងកម្លាំងជួរមុខរបស់យើងដែលពួកគាត់ពិតជាអង្អាចណាពិតជាអង្អាចក្លាហានមែនទែនហើយនៅពេលនេះគឺពួកគាត់គឺមានសុវត្ថិភាពល្អ 100% បងប្អូនណាហើយពួកគាត់នឹងត្រូវបញ្ជូនមកកាន់ប្រទេសកម្ពុជារបស់យើងនេះក្នុងរយៈពេលដ៏ខ្លីខាងមុខនេះទៀតអញ្ចឹងយើងគឺពិតជាសប្បាយចិត្តណាអត់ឧបមាគឺថាយើងសប្បាយចិត្តមែនទែនពាក់ព័ន្ធនឹងព័ត៌មានមួយនេះហើយយើងសង្ឃឹមថាប្រទេសថៃនឹងបញ្ជូនពួកគាត់ណានឹងបញ្ជូនពួកគាត់មកឲ្យលឿនទៅតាមអ្វីដែលអាចធ្វើទៅបានអញ្ចឹងការដាក់គំនាបទៅលើប្រទេសថៃពីសំណាក់ប្រទេសមហាអំណាចធំនៅលើពិភពលោកណាគឺប្រកាសជាមានសិទ្ធិភាពណាគឺអត់អាចថាមិនបញ្ជូនទេត្រូវតែគោរពលក្ខខណ្ឌ3 4ជាមួយនឹងថៃសិនណាចេះ1ចេះ2គឺអត់អាចទេណាអត់អាចទេអ្នកឯងអត់មិនមែនជារុស្ស៊ីណាអ្នកឯងមិនមែនជារុស្ស៊ីមិនមែនជាប្រទេសដែលមហាអំណាចលើលោកគេខ្លាយរអាមកពីណាណាអ្នកឯងបំពេញច្បាប់អន្តរជាតិអ្នកឯងចង់និយាយយ៉ាងម៉េចជាមួយកម្ពុជាគឺទៅមិនរួចទេណាការចុះហត្ថលេខាសន្តិភាពគឺបានចុះហត្ថលេខារួចហើយណាក្រោមការឃ្លាំមើលពីសំណាក់សហរដ្ឋអាមេរិកណាពីចិនណាពីម៉ាឡេពីបារាំងពីជប៉ុនអីផ្សេងច្រើនណាគឺអ្នកឯងអត់មានអ្វីត្រូវកលាស់ពាក្យសម្ដីជាមួយនឹងកម្ពុជាទេចង់មិនចង់ប្រទេសថៃគឺត្រូវតែបញ្ជូនណាកម្លាំងកងកម្លាំងទាហានទាំង18រូបរបស់យើងត្រឡប់មកវិញដោយគ្មានលក្ខខណ្ឌបងប្អូនដោយគ្មានលក្ខខណ្ឌណាកម្ពុជាគឺមិនចង់ប្រើអ្វីដែលលើសពីច្បាប់អន្តរជាតិទេអ្នកឯងត្រូវដឹងអញ្ចឹងនៅពេលនេះថៃគឺវាដឹងហើយណាគឺវាភ័យខ្លួនហើយបើសិនជាវានៅតែរឹងទទឹងបើសិនជាភាគីថៃហ្នឹងនៅតែរឹងទទឹងមិនព្រមបញ្ជូនកម្លាំងទាហានទាំង18រូបរបស់កម្ពុជាមកវិញទេថៃអាចនឹងមានបញ្ហាបងប្អូនថៃគឺអាចនឹងមានបញ្ហា 100% មិនថាសេដ្ឋកិច្ចមិនថាអីទេណាគ្រាន់តែមានបញ្ហាជាមួយកម្ពុជាភ្លាមនេះសួរថាប្រទេសថៃយ៉ាងម៉េចគឺដាំក្បាលចុះតែម្ដងផ្នែកសេដ្ឋកិច្ចណាហើយនៅក្នុងប្រទេសថៃទៀតសោតគឺក្រឡាប់ចាក់មិនថាផ្ទៃក្នុងនយោបាយអីផ្សេងទេគឺក្រឡាប់ចាក់នឹងហើយជាលទ្ធផលដែលអ្នកឯងបានធ្វើណាបានធ្វើមកលើប្រទេសកម្ពុជារបស់ខ្ញុំឥឡូវនេះបកមកសាច់រឿងយើងវិញបកមកសាច់រឿងយើងវិញនេះឃើញថាកម្លាំងទាំង18រូបរបស់យើងនេះបើតាមវីដេអូនិងតាមព័ត៌មានគឺថានឹងត្រូវបញ្ជូនមកក្នុងរយៈពេលឆាប់នេះហើយណាហើយអញ្ចឹងយើងនឹងសង្ឃឹមថាថៃវានឹងគោរពអ្វីដែលវាបាននិយាយណានឹងវាបាននិយាយប៉ុន្តែទោះជាយ៉ាងណាក៏ថៃគឺមិនហ៊ានទេបងប្អូនមិនហ៊ានទេណាអាមេរិកណាប្រទេសជាច្រើនទៀតគឺបានដាក់កំហិតហើយណាគឺបានដាក់កំហិតហើយត្រូវតែបញ្ជូនណាត្រូវតែបញ្ជូនកងកម្លាំងរបស់កម្ពុជាមកវិញជាដាច់ខាតដោយគ្មានលក្ខខណ្ឌណាដោយគ្មានលក្ខខណ្ឌគេនិយាយតែប៉ុណ្្នឹងទេថៃវាស្ដាប់បានហើយបងប្អូនថៃគឺវាស្ដាប់បានហើយមិនចាំបាច់និយាយធေါ်ក្តៅខ្លាំងពេកទេណាអញ្ចឹងពេលនេះគឺយើងដឹងព័ត៌មានច្បាស់ការហើយបងប្អូនហ្នឹងហើយគឺយើងពិតជាសប្បាយចិត្តមែនតើណាគឺយើងពិតជាសប្បាយចិត្តមែនតើគឺយើងរងចាំណារងចាំពួកគាត់ត្រឡប់មកកាន់មាតុភូមិរបស់យើងនេះអស់ជាច្រើនខែមកហើយណាហើយប្រទេសថៃនេះទៀតគឺថាมันអាចកលេចកលុចបានទេបងប្អូនលើកនេះគឺมันអាចកលេចកលុចបានទេណាប្រទេសជាច្រើនកំពុងតែអង្កេតឃ្លាំមើលចរិតរបស់ថៃនេះទៀតណារបស់ថៃនេះទៀតបើសិនជានៅរឹងតតឹងតទៅទៀត
គឺថៃប្រកាសជាមានបញ្ហាធំណាប្រកាសជាមានបញ្ហាធំជាមួយនឹងប្រទេសជាច្រើនដោយសារការចុះហត្ថលេខាសន្តិភាពរវាងកម្ពុជាថៃនេះក៏ចូលរួមពីសំណាក់មេដឹកនាំធំលើពិភពលោកជាពិសេសគឺលោកប្រធានាធិបតីដូណាល់ត្រាំប្រធានាធិបតីអាមេរិកផងណាហើយលោកក៏បាននិយាយហើយថាថៃត្រូវតែបញ្ជូនទាហានទាំង18រូបរបស់កម្ពុជាឲ្យត្រឡប់មកកាន់ប្រទេសវិញដោយគ្មានលក្ខខណ្ឌណាដោយគ្មានលក្ខខណ្ឌអញ្ចឹងថៃនៅពេលនេះគឺត្រូវតែសម្រេចចិត្តគឺធ្វើយ៉ាងម៉េចឲ្យលឿនជាទីបំផុតដើម្បីបញ្ជូនកងទ័ពរបស់យើងទាំង18រូបនោះឲ្យត្រឡប់មកកម្ពុជាវិញទាំងសុខភាពល្អណាទាំងសុខភាពល្អហើយត្រូវប្រញាប់បញ្ជូនមកជាដាច់ខាតណាអញ្ចឹងព័ត៌មានរបស់យើងគឺមានតែប៉ុណ្្នឹងទេបងប្អូនសង្ឃឹមថាយើងនឹងរងចាំមើលនៅព័ត៌មានអាប់ដេតថ្មីបន្តទៀតអំពីកងកម្លាំងទាំង18រូបរបស់យើងនាពេលខាងមុខបន្តិចទៀតនេះបាទសូមអរគុណ